អ្នកផ្ទះខ្ញុំអត់សូវចង់មកលេងខ្ញុំនៅម្ដេចទេគាត់ចូលចិត្តទៅលេងខ្ញុំនៅអូស្ត្រាលីជាងដោយសារគាត់ថាអូស្ត្រាលីគាត់ចូលចិត្តរស់នៅជាងហើយសប្បាយទៅនៅជាងហើយសប្បាយដើរលេងជាងអញ្ចឹងមូលហេតុដែលគាត់និយាយអញ្ចឹងដោយសារតែប្រទេសអូស្ត្រាលីគឺជាប្រទេសដែលមាន public transportation ច្រើនអញ្ចឹងអ្នកទៅណាក៏បានដែរឲ្យតែមានការមួយគឺដើរលេងបានជុំវិញប្រទេសហ្មងតែបើនៅអាមេរិកនេះអ្នកគ្នាត្រូវតែមានបើកឡានហើយបើសិនជាយើងមកលេងអញ្ចឹងយើងត្រូវមាន driver license អីអញ្ចឹងទៅអញ្ចឹងគាត់ពិបាកទៅណាមកណាគាត់ថាវា stress ហើយវានៅតែផ្ទះអញ្ចឹងណាពេលគាត់មកលេងផ្សារអញ្ចឹងទី2គឺតាក់ទងជាមួយនឹងប្រទេសអូស្ត្រាលីគឺជាប្រទេសដែលសម្បូរដោយ multicultural លេខថាសម្បូរបងប្អូនជនជាតិវៀតណាមបងប្អូនជនជាតិថៃអីច្រើនអញ្ចឹងសម្បូរម្ហូបញ៉ាំច្រើនហើយសម្បូរម្ហូបអាស៊ីច្រើនតែនៅអាមេរិកនេះគឺអត់សូវមានទេវាលាតត្រដាងធំអញ្ចឹងអត់សូវមានជនជាតិអាស៊ីច្រើនអញ្ចឹងណាអញ្ចឹងពេលគាត់ចង់ទៅរកញ៉ាំអីអាស៊ីគាត់ពិបាកអញ្ចឹងទៅគាត់ដូចជាប់នៅផ្ទះហើយគាត់ញ៉ាំពិបាកអីពិបាកអញ្ចឹងហើយបើថាចង់ដើរអញ្ចឹងណាចង់ទៅលេងកន្លែងណាមួយអញ្ចឹងគឺត្រូវចំណាយពេលយូរត្រូវបើកឡានយូរអញ្ចឹងទៅអញ្ចឹងធ្វើឲ្យថាការដើរលេងរបស់យើងនឹងមានអារម្មណ៍ថា stress ខុសពីនៅប្រទេសអូស្ត្រាលីអញ្ចឹងអ្នកផ្ទះខ្ញុំឲ្យតែថាខ្ញុំហៅមកលេងនៅម្ដេចអញ្ចឹងគាត់ថាអូយមិនដឹងទៅលេងធ្វើអីទៅជាប់នៅផ្ទះអញ្ចឹងមិនចាស់អីឬថាក្មេងៗក៏ដោយក៏មានអារម្មណ៍ថា stress ដែរនៅសហរដ្ឋអាមេរិកនេះហ៎ដោយសារទៅណាមកណាត្រូវប្រើឡានហើយបើអត់ឡានគឺចប់ហ្មងព្រោះថ្លៃ Uber អីគឺថ្លៃខ្លាំងហើយបើសិនជាអ្នកគ្នាត្រូវបើកឡានអញ្ចឹងអ្នកគ្នាត្រូវមាន driver license ហើយការបើកឡាននៅសហរដ្ឋអាមេរិកនេះហាងពិបាកបើកជាងនៅខ្មែរខ្លាំងហ្មងនិយាយទៅខ្លាំងមែនតើហ្មងអញ្ចឹងតើស្មមួយការបើកព្រោះបើកនៅនេះបើកលឿនខ្លាំងហើយអ្នកគ្នា highway វាលឿនអញ្ចឹងធ្វើឲ្យក្មេងៗក៏ដោយក៏មានអារម្មណ៍ថា stress ដែរមកសហរដ្ឋអាមេរិកនេះហ៎